មិនមែនត្រឹមតែបើកច្រកសមុទ្រហ័រមូស្ឡើងវិញទេកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក៏នឹងឃើញអាមេរិកឲ្យលុយអ៊ីរ៉ង់វិញរាប់ពាន់លានដុល្លារហើយទណ្ឌកម្មជាច្រើននឹងត្រូវបានដកចេញយោងតាម Al Jazeera ចេញផ្សាយនៅព្រឹកថ្ងៃទី15ខែមិថុនាឆ្នាំ2026ដោយផ្អែកលើព័ត៌មានពីអនុសារណៈនៃការយោគយល់គ្នា14ចំណុចអាមេរិកនឹងបញ្ចេញទ្រព្យសម្បត្តិអ៊ីរ៉ង់ចំនួន12,000លានដុល្លារមុនពេលការចរចានុយក្លេអ៊ែរចាប់ផ្ដើមនៅប្រទេសស្វីសសេចក្តីព្រៀងកិច្ចព្រមព្រៀងដែលស្រង់ផ្សាយដោយសារព័ត៌មានអ៊ីរ៉ង់ក៏បញ្ជាក់ថាទ្រព្យសម្បត្តិអ៊ីរ៉ង់សរុប24,000លានដុល្លារនឹងត្រូវបញ្ចេញក្នុងរយៈពេលចរចា60ថ្ងៃប៉ុន្តែរហូតមកដល់ពេលនេះ Washington មិនទាន់បញ្ជាក់ជាផ្លូវការចំពោះការអះអាងរបស់អ៊ីរ៉ង់នៅឡើយយោងតាម Reuters អាមេរិកក៏នឹងផ្អាកការដាក់ទណ្ឌកម្មថ្មីបន្ធូរបន្ថយទៅលើទណ្ឌកម្មនៃការនាំចេញប្រេងនិងអាចឈានទៅដល់ការដកទណ្ឌកម្មអាមេរិកនិងអង្គការសហប្រជាជាតិជាបណ្ដាបន្ទាប់ពីមានកិច្ចព្រមព្រៀងចុងក្រោយ Reuters រាយការណ៍បន្ថែមថាអ៊ីរ៉ង់ក៏អាចទទួលបានអត្ថប្រយោជន៍ធំមួយទៀតគឺការបន្ធូរនិងការដកទណ្ឌកម្មអន្តរជាតិក្រោយកិច្ចព្រមព្រៀងជាមួយអាមេរិកប្រទេសអឺរ៉ុបធំៗចំនួន4រួមមានចក្រភពអង់គ្លេសបារាំងអាល្លឺម៉ង់និងអ៊ីតាលីបានប្រកាសថាពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការដកទណ្ឌកម្មលើអ៊ីរ៉ង់ប្រសិនបើទីក្រុងទីរ៉ង់អនុវត្តតាមការបដិញ្ញាចិត្តពាក់ព័ន្ធទៅនឹងកម្មវិធីនុយក្លេអ៊ែរកិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីសង្គ្រាមអាមេរិកអ៊ីស្រាអែលអ៊ីរ៉ង់អូសបន្លាយ107ថ្ងៃនិងធ្វើឲ្យច្រកសមុទ្រហ័រមូសដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតរបស់ពិភពលោករងការរំខានយ៉ាងខ្លាំងតាមសេចក្តីរាយការណ៍កិច្ចព្រមព្រៀងក្រុងចុះហត្ថលេខានៅប្រទេសស្វីសនៅថ្ងៃសុក្រសប្តាហ៍នេះហើយនឹងបើកផ្លូវឲ្យច្រកហ័រមូសដំណើរការឡើងវិញព្រមទាំងបើកការចរចានុយក្លេអ៊ែរជុំថ្មីរវាងអាមេរិកនិងអ៊ីរ៉ង់គួរបញ្ជាក់ថាទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កកនៅក្រៅប្រទេសកើតឡើងតាំងពីវិបត្តិចំណាប់ខ្មាំងនៅស្ថានទូតអាមេរិកនៅក្នុងទីក្រុងទីរ៉ង់នៅឆ្នាំ1979អាមេរិកនិងសម្ព័ន្ធមិត្តចាប់ពីពេលនោះបានបង្កកសាច់ប្រាក់និងចំណូលប្រេងរបស់អ៊ីរ៉ង់ជាបន្តបន្ទាប់សរុបជាង100,000លានដុល្លារក្នុងនោះមានប្រាក់បង្កកនៅអាមេរិកចិនឥណ្ឌាអ៊ីរ៉ាក់ជប៉ុនអឺរ៉ុបនិងកាតានេះបើយោងទៅតាម Al Jazeera ខ្ញុំរស់សុធាពី News Today NTTV